មនុស្ស7ប្រភេទដែលអ្នកមិនគួរយកគំរូនិងសេពគប់មនុស្សគ្រប់រូបក្នុងលោកគឺមិនមានចរិតលក្ខណៈនិងការគិតស្របគ្នាឡើយដោយអ្នកខ្លះគិតថាការធ្វើបែបនេះល្អហើយអ្នកខ្លះគិតថាការធ្វើបែបនោះល្អទោះជាយ៉ាងណាអ្នកមិនអាចធ្វើការវាយតម្លៃថាចរិតអ្នកនេះល្អចំណែកចរិតអ្នកនោះមិនល្អបានឡើយពីព្រោះបទពិសោធន៍ជីវិតដែលពួកគេទទួលបានគឺមិនដូចជាអ្វីដែលអ្នកធ្លាប់ឆ្លងកាត់ឡើយប៉ុន្តែចំពោះមនុស្ស7ប្រភេទខាងក្រោមនេះអ្នកដាច់ខាតមិនត្រូវយកគំរូតាមឡើយបើសិនជាអ្នកចង់ជោគជ័យក្នុងជីវិតទី1ពួកគេគិតនិយាយនិងធ្វើតែរឿងអវិជ្ជមានមនុស្សប្រភេទនេះនឹងមើលឃើញតែភាពអវិជ្ជមានគ្រប់ពេលវេលាពួកគេនឹងស្ដីបន្ទោសសូម្បីតែអាកាសធាតុក្តៅភ្លៀងនិងអ្វីផ្សេងៗទៀតរួមទាំងមនុស្សជុំវិញខ្លួនផងដែរមនុស្សប្រភេទនេះនឹងមិនអាចធ្វើអ្វីឲ្យចេញជាលទ្ធផលបានឡើយក្រៅតែពីការស្ដីបន្ទោសទី2ពួកគេធ្វើមុនគិតមនុស្សប្រភេទនេះចូលចិត្តធ្វើអ្វីទៅតាមតែអារម្មណ៍របស់ខ្លួនដោយមិនប្រើការគិតឡើយហើយជារឿយៗពួកគេតែងមានការស្ដាយក្រោយនៅអ្វីដែលខ្លួនបានធ្វើទី3ពួកគេនិយាយច្រើនជាងស្ដាប់មនុស្សប្រភេទនេះតែងធ្វើអ្វីនិងនិយាយអ្វីគ្រប់យ៉ាងដើម្បីឲ្យមនុស្សជុំវិញស្ដាប់តាមសូម្បីតែពាក្យកុហកលើសពីនេះទៅទៀតពួកគេគឺមិនស្ដាប់ដំបូន្មានរបស់នរណាម្នាក់ឡើយដោយពួកគេនឹងធ្វើការបិទត្រចៀកបិទខួរក្បាលរបស់ខ្លួនក្នុងការទទួលពាក្យទូន្មានពីអ្នកដទៃទី4ពួកគេធ្វើអ្វីច្រើនតែបោះបង់យ៉ាងឆាប់រហ័សមនុស្សជោគជ័យចាត់ទុកការបរាជ័យនិងឧបសគ្គគឺជាគ្រឿងលើកទឹកចិត្តក្នុងការជំរុញខ្លួនទៅរកភាពជោគជ័យផ្ទុយទៅវិញមនុស្សដែលបរាជ័យគឺចាត់ទុកបរាជ័យនិងឧបសគ្គជារនាំងមួយយ៉ាងធំដែលរារាំងមិនឲ្យពួកគេទៅមុខរួចដូច្នេះអ្វីដែលត្រូវធ្វើគឺមានតែការបោះបង់ទី5ពួកគេប្រើគ្រប់វិធីសាស្ត្រដើម្បីយកឈ្នះមនុស្សទាំងឡាយមនុស្សទាំងនេះមិនដែលពេញចិត្តនឹងភាពជោគជ័យរបស់នរណាម្នាក់ឡើយលើសពីនេះពួកគេថែមទាំងប្រើគ្រប់វិធីសាស្ត្រនិងនិយាយអ្វីដែលអាក្រក់ដើម្បីឲ្យមនុស្សជុំវិញខ្លួនគិតថាបុគ្គលជោគជ័យទាំងនោះគឺអន់ជាងពួកគេទី6ពួកគេចំណាយពេលវេលាឥតប្រយោជន៍មនុស្សប្រភេទនេះមិនដឹងពីអ្វីដែលជាគោលដៅដែលខ្លួនត្រូវធ្វើបន្ទាប់ឡើយពួកគេចំណាយពេលឥតប្រយោជន៍ទៅលើការដើរលេងមើលទូរទស្សន៍ឬធ្វើអ្វីផ្សេងទៀតដែលមិនមានផលអ្វីចំពោះខ្លួនឯងសោះចំណុចចុងក្រោយពួកគេចូលចិត្តធ្វើអ្វីដែលមានភាពងាយស្រួលប្រសិនបើមានការងារពីរប្រភេទសម្រាប់មនុស្សទាំងនេះជ្រើសរើសពួកគេប្រកាសជាជ្រើសរើសយកការងារដែលមានភាពងាយស្រួលទោះបីជាដឹងថាការងារដែលលំបាកនោះនឹងផ្ដល់នៅផ្លែផ្កាយ៉ាងច្រើនសម្រាប់ពួកគេក៏ដោយ